ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់លើប្រទេសជប៉ុនទឹកជំនន់ដ៏អាក្រក់បំផុតរួមទាំងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់បានសម្លាប់មនុស្ស130នាក់ហើយមនុស្សជាង 10000 នាក់បានត្រូវជម្លៀសខ្លួនស្រុកម៉ាប៊ីឆូជាតំបន់ដែលរងការខូចខាតច្រើនបំផុតភូមិដ៏ស្ងប់ស្ងាត់និងសន្តិភាពបានក្លាយជាទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចដែលត្រូវបានកប់នៅក្រោមភក់នឹងទឹកការខូចខាតដោយទឹកជំនន់គឺធ្ងន់ធ្ងរណាស់ដែលជនរងគ្រោះមិនអាចត្រឡប់ទៅផ្ទះវិញបានទេហើយពួកគាត់ត្រូវបង្ខំចិត្តរស់នៅក្នុងទីជម្រកមិនស្រួលអស់រយៈពេល2 ខែមកហើយអគ្គនាយិកាសង្ឃីចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានលើកពីការខូចខាតដែលព្យុះទីហ្វុងនៅជប៉ុនហើយបានរៀបចំមូលនិធិសង្គ្រោះតាមរយៈការប្រគំតន្ត្រីជីវិតថ្មីលើកទី19ដោយធ្វើតាមបំណងរបស់អគ្គនាយិកាសង្ឃីចាសមាជិក We Love You បានបង្ហាញក្តីស្រឡាញ់និងការលួងចិត្តយ៉ាងអស់ពីចិត្តដល់អ្នកជិតខាងដែលកំពុងរងទុក្ខទាំងផ្លូវកាយនិងផ្លូវចិត្តដោយសារផលប៉ះពាល់នៃទឹកជំនន់សមាជិកមកពីអង្គការមូលនិធិ We Love You អន្តរជាតិសាខាអូសាកាបានជួបជុំគ្នាហើយពួកគាត់រវល់ណាស់យើងសង្ឃឹមថាជនរងគ្រោះនឹងប្រសើរឡើងវិញដោយជំនួយដែលចេញពីចិត្តម្ដាយយើងកំពុងវេចខ្ចប់សម្ភារៈសង្គ្រោះសម្រាប់ពួកគាត់សេចក្តីស្រឡាញ់និងភាពអស់ពីចិត្តរបស់សមាជិកដោយចិត្តរបស់ម្ដាយគឺមាននៅក្នុងប្រអប់របស់របរចាំបាច់ប្រចាំថ្ងៃដែលបានវេចខ្ចប់យ៉ាងស្អាតនៅថ្ងៃបន្ទាប់សមាជិក We Love You បានចុះសួរសុខទុក្ខជនរងគ្រោះដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្នចាស់ជរាពិតជារីករាយណាស់ពេលឃើញសម្ភារៈដែលសមាជិក We Love You បានរៀបចំយ៉ាងអស់ពីចិត្តតាមបំណងរបស់អគ្គនាយិកាសង្ឃីចាហើយពួកគាត់មានអារម្មណ៍ពីក្តីស្រឡាញ់ដ៏កក់ក្ដៅរបស់ម្ដាយយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តពេលនិយាយជាមួយសមាជិក We Love You いつも思ってますから元気出してください。谢谢你们，我倒没有受啥罪，但是就是这个环境，这个氛围让我非常感动。ដោយសារជនរងគ្រោះភាគច្រើនជាចាស់ជរាសមាជិកបានដាក់ផែនការសម្អាតកន្លែងស្នាក់នៅឲ្យពួកគាត់ទាំងខាងក្នុងនិងខាងក្រៅហើយសមាជិកម្នាក់ៗកំពុងខំប្រឹងតាមទីតាំងដែលបានផ្ដល់ឲ្យសមាជិកទាំងអស់មានស្នាមញញឹមនៃក្តីអំណរនៃការជួយអ្នកដទៃដោយប្រាថ្នាចង់ផ្ដល់ក្តីសង្ឃឹមដល់ជនរងគ្រោះដែលហត់នឿយទាំងផ្លូវកាយនិងផ្លូវចិត្តខ្ញុំសង្ឃឹមថាចិត្តកក់ក្ដៅរបស់យើងនឹងចែកចាយដល់ពួកគាត់ហើយពួកគាត់នឹងទទួលក្តីស្រឡាញ់ម្ដាយតាមរយៈការបម្រើរបស់យើងដោយមើលថែអ្នកជិតខាងដែលកំពុងស្ថិតក្នុងការឈឺចាប់និងការលំបាកដោយមានចិត្តរបស់ម្ដាយពួកគាត់បានលួងលោមចិត្តដែលរបួសយ៉ាងស្ងៀមស្ងាត់អង្គការមូលនិធិ We Love You អន្តរជាតិនឹងទៅគ្រប់កន្លែងដែលត្រូវការសេចក្តីស្រឡាញ់របស់ម្ដាយ